ជំរាបសួរបងប្អូនពូមីងជាទីគោរពជាទីមេត្រីបាទថ្ងៃនេះបញ្ចេញវីដេអូឃ្លីបមួយដើម្បីសង្ខេបពីរឿងការសង្ឃឹមបាទទាក់ទងពីរឿង visa suspension ណាអញ្ចឹងបើសិនជាបងប្អូនលោកសូមសង្ខេបមកវិញបាទខែ1 2000ខែ1ថ្ងៃទី21 2026ខាង Department of State របស់សហរដ្ឋអាមេរិកបានអនុវត្ត visa suspension ប្រទេស75ក្នុងប្រទេស75ហ្នឹងរួមទាំងប្រទេសខ្មែរយើងបាទអញ្ចឹងមូលហេតុថាគេផ្អាកបាទ suspend visa ឲ្យតែអ្នកមក immigrant ដើម្បីបាន visa មករស់នៅអចិន្ត្រៃយ៍ហ្នឹងគេត្រូវផ្អាកបញ្ចេញ visa ឲ្យដោយសារគេគិតថាប្រទេសនេះភាគច្រើនកើតមកនេះគេជក់ដូចតែប្រយោជន៍ពីរដ្ឋបាទអត់មានជួយខំប្រឹងជួយជួយចៅទេនិយាយថាបានមកហើយយកជើងរេទឹកបាទនេះជាអ្វីដែលគេគិតឃើញណាបាទនេះអ្វីដែលខ្ញុំចែកចាយថ្ងៃនេះជាគេហៅ education and informational បាទដើម្បីស្រួលស្ដាប់ស្រួលយល់បាទហើយទៅអញ្ចឹងខែ1ថ្ងៃទី21 2021បានចេញនឹងមកហើយទៅខែ2ថ្ងៃទី2 2026ក៏មានក្រុម non-profit law firm មួយចំនួនដាក់ពាក្យបណ្ដឹងណាបាទជាដើមចោតបាទអញ្ចឹងចាំខ្ញុំដាក់ link ទៅlawsuit នៅក្នុង description បងប្អូនចង់ research តាមដានអាច research បានបាទអញ្ចឹងចំណងជើងគេហៅ clinic versus Rubio ក៏ជាថ្នាក់ដឹកនាំនៅ Secretary of State បាទហើយទៅឥឡូវនេះពីខែ2ឥឡូវនេះខែ5ហើយអញ្ចឹងក៏បានតវ៉ាគ្នានៅក្នុងតុលាការនៅ United States District Court Southern District of New York អញ្ចឹងបាន2 3 4 5 3ខែការតវ៉ាហ្នឹងបាទអញ្ចឹងតាមអ្វីដែលគេបានសង្ខេបមកនេះតាមភងអ្នកប្រាជ្ញដែលគេបានគេថាចេញអានិសាសចេញយោបល់មកគេថាប្រហែល60ដល់70%ខាងអ្នកដើមចោតអ្នកឲ្យទៀមទាស្អីគេឲ្យមានការ suspension នឹងចេញអាហ្នឹងដូចថាគេថានឹងអាចជោគជ័យបាទនឹង60ទៅ70%អញ្ចឹងអានេះជាសេចក្តីសង្ឃឹមមួយសម្រាប់ប្រទេសខ្មែរយើងណាបាទរឿងការផ្អាកឬការ suspension ហ្នឹងបាទហើយទៅមកដល់មកនេះថាករណី case នេះis already at cross motion for partial summary judgment ចាំមានន័យថាចៅក្រមហ្នឹងគាត់ដូចថាទោះបីតែមិនឲ្យឈ្នះ 100% មែនប៉ុន្តែឲ្យឈ្នះខ្លះមកជ្រុងដែរអញ្ចឹងទោះបីតែឈ្នះតិចឈ្នះច្រើនអានឹងជាសេចក្តីសង្ឃឹមមួយពិសេសសម្រាប់ប្រទេសកម្ពុជាយើងបាទធម្មតាអ្នកថានៅអាមេរិកគាត់ US citizen គាត់ធានាពុកម្ដាយឬប្តីប្រពន្ធគួរតែដឹងអីអញ្ចឹងដើម្បីឲ្យនៅរស់នៅជាមួយគ្នានៅអាមេរិកឲ្យអចិន្ត្រៃយ៍ប៉ុន្តែផ្ទុយទៅវិញរឿងការ suspension ធ្វើឲ្យការអអូធ្វើឲ្យរៀងស្ទះយូរវែងអាការបំណងគាត់ចង់មករស់នៅជុំគ្នាហ្នឹងបាទអញ្ចឹងចាំមើលតទៀតបាទនឹងបើសិនតែមានអីថ្មីខ្ញុំនឹងបញ្ចេញ clip ដើម្បីជូនដំណឹងបងប្អូនពូមីងឲ្យបានដឹងឮដែរបាទអញ្ចឹងអានេះជាអ្វីមួយដែលអស្ចារ្យបាទមានធម្មតាយើងធ្វើអីក៏ដោយត្រូវមានសេចក្តីសង្ឃឹមខ្លះបើមិនច្រើនក៏តិចដែរបាទអញ្ចឹងអានេះជាសេចក្តីសង្ឃឹមខ្លះដែរបាទអញ្ចឹងចាំមើលខែ6ឬដល់ខែ8មកចង់ដឹងថាចៅក្រមនៅតុលាការនោះគេកាត់ក្តីយ៉ាងណាដែរបើសិនណាគេឲ្យអ្នកដើមចោលនោះឈ្នះអញ្ចឹងមានន័យថាអ្នកថាសភាជាប់ហើយគេនឹង print visa ឲ្យ how to your visa បាទហើយទៅមួយទៀតភាគច្រើននេះជាអ្វីដែលធ្វើការធានានឹងរៀងស្ទះបាទអញ្ចឹងនេះជាដំណឹងមួយដែលគួរឲ្យត្រេកអរទោះបីតែមិនមែនជាដូចថា final ការចងក្រោយការសម្រេចចិត្តពីតុលាការមែនប៉ុន្តែជាជំហាន
រំកិលទៅមុខដើម្បី visa suspension ហ្នឹងសាបសូន្យទៅវិញដើម្បីឲ្យបងប្អូនចូលសភាសភាជឿបបាន visa បាន green card មកសហរដ្ឋអាមេរិកបានអញ្ចឹងបើសិនបងប្អូនចង់តាមដានព័ត៌មាននឹងបន្ថែមខ្លួនឯងបាទ lawsuit និង description នៅក្នុង description ណាបងប្អូនបាទហើយទៅជួយ share តំណែងនេះផងនេះដូចថាមានទាំងគេមានទាំងហើមដកទៅមុខទៀតបាទអញ្ចឹងតែបងប្អូនកំពុងរងចាំសភាជឿបហើយរងចាំបាន visa សង្ឃឹមថាខែក្រោយឬ summer ឬថានៅពេល summer នេះនឹងមានការតំណែងល្អបាទសង្ឃឹមអញ្ចឹងបាទអញ្ចឹងបងប្អូនជួយ like ជួយ share ជួយ comment ដើម្បីចែកការព័ត៌មាន